សំឡងមកជូរទាកប៉ាជាមួយស្លឹកម្កាក់បងប្អូននិយាយពីថាតំណងមែនតែសំខាន់ខ្លួនឯងនឹងញ៉ាំអត់កើតអាលីងបងប្អូនចាគឺបានតែភ្លុកទេហ្នឹងហើយក៏ជម្រាបសួរក៏ដូចជាសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាចាថ្ងៃអាទិត្យបងប្អូនចាគឺរវល់ការងារមែនតែម្ដងតាំងពីព្រឹកដល់យប់ដោយសារតែឲ្យគាត់ឡើងអត់កដងហ្នឹងអញ្ចឹងហើយក៏ជួយធ្វើម្ហូបធ្វើអីរៀបចំទុកឲ្យគាត់ឲ្យហើយអញ្ចឹងណាបងប្អូនចាសម្រាប់ភ្ញៀវគាត់មកអញ្ចឹងដោយសារតែមានអ្នកមកជួយច្រើនអញ្ចឹងហើយយើងត្រូវត្រៀមម្ហូបត្រៀមអីទុកឲ្យគាត់ញ៉ាំពេលដែលគាត់ចប់ការងារអញ្ចឹងណាបងប្អូនមិនថារកគេមកទេបងប្អូនហើយយ៉ាងណាក៏ត្រូវមានបាយមានយ៉ាមានអីឲ្យគេញ៉ាំអញ្ចឹងណាបងប្អូនហើយសម្រាប់ផ្នែកខាងប្រុសនេះវិញគឺគាត់ជួយរៀបចំឆាករៀបចំអកកដងភ្លើងអីចឹងដំឡើងហើយអញ្ចឹងណាបងប្អូនងាកមកមើលនេះខ្ញុំនេះវិញក៏ប៉ុន្តែកូវិតនៅឆ្នាំងជាអៀតជាងសាច់យូរសាច់វាច្រើនពេកបងប្អូនចាស្លដាក់ទឹកតិចទេយើងវារួមទៅស្លមកល្មមអញ្ចឹងណាកុំឲ្យដាក់ទឹកច្រើនពេកកាលណាយើងស្លដាក់ទឹកច្រើនពេកគឺវាអត់ឆ្ងាញ់ទេវាភ្លាវវិញបងប្អូនចាហើយសម្រាប់អ្នកម្ដាយនេះខ្ញុំគាត់ជួយគេច្រាំម្ហូបជួយអីអញ្ចឹងទៅហើយសំណាងឲ្យថ្ងៃហ្នឹងអត់មានបើកថ្ងៃបងប្អូនអើយកុំអីគ្មានធ្វើអីកើតទេស្លនៅក្រៅផ្ទះផងមានអីនឹងក្តៅយ៉ាងណាតែថ្ងៃនេះរឿងមេឃសតុំឡើងមួយថ្ងៃពេញតែហ្មងបងប្អូនចាឡើងទៅជែកស្រួលខ្លួនតែម្ដងបងប្អូនឲ្យខ្យល់មកលហិទៀតណោះហើយសម្រាប់សម្លនេះដែរគឺនាងខ្ញុំស្លបែបងាយតែម្ដងបងប្អូនហើយឆាន់ឆាយយកដោយសារតែហត់ខ្លាំងពេកបងប្អូនអញ្ចឹងហើយនាងខ្ញុំគ្រឿងអីគឺដំដាក់តែម្ដងវាអស់ដៃអស់ជើងពេកព្រោះតាំងពីព្រឹករហូតដល់ល្ងាចម៉ោង5 6បានរួចរាល់បងប្អូនមិនងាយទេណាមើលសម្លនេះវិញគឺឆ្អិនល្មមបងប្អូនហើយឡើងតំណងមែនតើហ្មងណាហើយសម្រាប់សាច់ទាកាប៉ាវិញឡើងជាតិសាហាវហ្មងបងប្អូនហើយបន្ទាប់ពីស្លឆ្អិនរួចរាល់ហើយមកនាងខ្ញុំមកសប្រៃម៉ែបន្តិចឲ្យគាត់មានកម្លាំងបន្តិចណាបងប្អូនចរិសាតែគាត់ហត់ពេកបងប្អូនហើយមកព្រឹកហើយគឺគាត់ហត់យកតែមែនតើអញ្ចឹងហើយបានទូរស័ព្ទថ្មីនិយាយពីថាញ៉ាំបិទមាត់ឡើងចិត្តហ្មងគេផលប៉ុន្តែទូរស័ព្ទនេះមិនមែននាងខ្ញុំជាអ្នកទិញឲ្យគាត់ទេបងប្អូនចាគឺបងប្អូននាងខ្ញុំជាអ្នកទិញឲ្យគាត់អញ្ចឹងណាតែចង់សប្រៃគាត់ដោយសារឃើញគាត់ហត់ពេកហើយសម្រាប់ជាងភ្លើងជាងរៀបចំស្លាយនេះវិញគឺចិត្តរួចរាល់ហើយបងប្អូនចារាល់ឆ្នាំគឺសែនម៉ោង4បងប្អូនប៉ុន្តែសម្រាប់ឆ្នាំនេះវិញគឺយឺតយ៉ាវក្នុងការរងចាំស្លាយអញ្ចឹងហើយយើងគ្រាន់បានសែនបន្តិចបងប្អូនអើយហើយតម្រាំតែបានសែនម៉ោងចូល6 7បាត់ហើយវីដេអូរៀងខ្ញុំក៏បានឈានមកដល់ទីបញ្ចប់ដែរបងប្អូនចាអរគុណច្រើនសម្រាប់ការតាមដានទស្សនាពេញចិត្តជួយ like comment និង share មួយផងបងប្អូនចាអរគុណច្រើនជម្រាបលាបាយ